សួស្តីបងប្អូនអតិថិជនដែលបានជាវដុំ Wi-Fi ប្រភេទតូចៗបាទនេះជាប្រភេទមាន power bank ណាបងប្អូនជាវទៅគឺចំណេញបានទាំង power bank បានទាំង Wi-Fi បាទអញ្ចឹងអានេះគឺ power bank 10000 mAh យូរសាកទូរស័ព្ទក៏បានសាកស្អីក៏បានដែរដោតចូលកន្លែងនេះមកបាទហើយអានេះគឺ Type C បងប្អូនមានខ្សែ iPhone សាក iPhone បានហើយដល់ពេលយើងចង់បញ្ចូលវាយើងបញ្ចូលក្នុងរុននេះវិញណាបាទនេះអញ្ចឹងអានេះរុនបញ្ចេញអានេះរុនសាកបាទនៅពេលដែលបងប្អូនចង់ប្រើជាលក្ខណៈ Wi-Fi ជា modem បងប្អូនដាក់ស៊ីមចូលហើយកម្លាំងវា300 មេទៀតអញ្ចឹងវាដើរល្អជាងស៊េរីចាស់បាទជំនាន់មុនគឺបានតែ150 មេទេអញ្ចឹងអានេះដើរល្អជាងក៏ប៉ុន្តែវាប្រើបាននៅតំបន់ដែលមានសេវាមិនមែនតំបន់ដែលអត់សេវាទេអញ្ចឹងបើសិនជាកន្លែងយើងសោសេវាយើងត្រូវដាក់វានៅក្រៅផ្ទះឬក៏ដាក់វានៅមាត់ប្អួយបាទហើយយើងយក Wi-Fi ពីវាមកព្រោះវាអាចជះសេវា Wi-Fi ហ្នឹងបាន10ទៅ15ម៉ែត្រដែរអញ្ចឹងយើងការដាក់ស៊ីមយើងប្រើស៊ីមអីក៏បានដែរបាទ Smart 1297 Citel ហើយយើងដាក់ចូលរុននេះមកដាក់ឆែបហ្នឹងមកខាងឆ្វេងឬបាទនេះជាប់នេះឃើញទេវាលឹកទៅបាត់ហើយពេលបងប្អូនចង់ដោះស៊ីមបងប្អូនចុចឲ្យថែមក្លឹកទៀតមកឃើញទេនេះរបូតនេះបងប្អូនដោះបានណាអញ្ចឹងនៅពេលបងប្អូនដាក់ស៊ីមរួចហើយបងប្អូនអាចបើក Wi-Fi បានហើយគឺយើងគ្រាន់តែចុចកុងតាក់នេះឲ្យប្រហែលជា10 វិនាទីចុចចឹងទៅវាកំពុងចាប់សេវាស៊ីមនេះតែពេលវាលោតពណ៌បៃតងគឺប្រើបានហើយបងប្អូនត្រូវចាំវាប្រហែលជាខ្ទង់2ទៅ3នាទីបាទអបលេខប្រាប់បាទនេះលេខកូដរបស់វាលេខកូដវានៅខាងក្រោយនេះបាទ by default គឺទៀងទាត់ស៊ីមមកវាពីរងចាក់មកគឺលេខកូដវានៅ Wi-Fi key 1 2 3រហូតដល់90ឲ្យវាលេខកូដទេបាទយើងមក1 2 3 4 5 6 7 8 9 0អូខេ connect បាទអញ្ចឹងតិចទៀតជាប់ជាប់បាត់បាទនេះជាប់ Wi-Fi ហ៎ប្រើដុំណាហើយយើងបើក YouTube មកចេញអត់បាទបើកអ៊ីនធឺណិតមើលបាទយេបើបានតើណាFacebook អីក៏បានដែរបងប្អូនណាហើយមួយទៀតចំពោះបងប្អូនដែលប្រើស៊ីមគឺបងប្អូនមិនបាច់ដោះស៊ីមមកបញ្ចូលលុយទេអានោះហួសសម័យហ្នឹងសម្រាប់ចាស់ៗក៏អត់ចេះប៉ុន្តែបងប្អូនក្មេងៗបងប្អូនប្រើ app បងប្អូនប្រើ012បងប្អូនបញ្ចូល app Cell Card ទៅបាទ Cell Card របស់012ហ្នឹងបងប្អូនអាច control វាបានហើយ control លុយបញ្ចូលលុយដូរកម្រងអីបានបងប្អូនប្រើ Smart បងប្អូនប្រើ Smart បងយើងបញ្ចូលកម្មវិធីឈ្មោះថា Smart ណាស់បាទ Smart ណាស់ទៅយើងអាចគ្រប់គ្រងដូរលុយដូរអីបាន Citel ក៏មាន smartphone ក៏មានដែរណាក៏មាន app ដែរអញ្ចឹងបងប្អូនរកមើលនៅក្នុង YouTube ទៅរបៀបប្រើប្រាស់ app Cell Card app Smart ណាស់ឬក៏ app របស់ smartphone Citel អីគឺមានទាំងអស់នៅក្នុង YouTube ណាបងប្អូន search ក្នុង YouTube ទៅឃើញហើយបាទអរគុណ